ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គបណ្ដុះបណ្ដាលស្ដីពីគំរូអាជីវកម្មនិងការអង្វឹកដើម្បីភាពរីកចម្រើនរបស់កម្មវិធីរកស៊ីនៅក្នុងថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែលនឹងចែករំលែកនៅប្រធានបទចំនួន2ជូនអ្នកទាំងអស់គ្នាមុនពេលដែលអ្នកទាំងអស់គ្នានឹងចូលរួមវគ្គបណ្ដុះបណ្ដាលរបស់យើងចាអញ្ចឹងប្រធានបទរបស់យើងទី1គឺតកតងជាមួយនឹងគំរូអាជីវកម្មនិងទី2តកតងជាមួយនឹងថាតើអ្នកទាំងអស់គ្នានឹងដឹងពីវិធីសាស្ត្រនៅក្នុងការបង្វឹកអាជីវកម្មឲ្យបានល្អអញ្ចឹងតកតងជាមួយនឹងប្រធានបទទី1តកតងជាមួយនឹងគំរូអាជីវកម្មដែលយើងហៅជាភាសាអង់គ្លេសថា business model canvas ចាអញ្ចឹងនៅក្នុងហ្នឹងសម្រាប់គំរូអាជីវកម្មគឺមានធាតុផ្សំ5ទៅ6ចំណុចដែលនៅក្នុងហ្នឹងរួមមានតកតងជាមួយនឹងអតិថិជនតកតងជាមួយនឹងការកំណត់គុណតម្លៃនៃអាជីវកម្មទី3តកតងជាមួយនឹងការផ្សព្វផ្សាយទី4តកតងជាមួយនឹងការកំណត់ប្រភពចំណូលចាទី5គឺតកតងជាមួយនឹងថាតើអ្នកទាំងអស់គ្នារក្សាអតិថិជនរក្សាទំនាក់ទំនងជាមួយអតិថិជនដោយរបៀបណាហើយនឹងទី6គឺតកតងជាមួយនឹងសកម្មភាពសំខាន់នៅក្នុងអាជីវកម្មរបស់អ្នកមុនពេលអ្នកទាំងអស់គ្នាចាប់ផ្ដើមអាជីវកម្មហើយនឹងចុងក្រោយហ្នឹងគឺការសហការជាមួយនឹងដៃគូអាជីវកម្មផងដែរចាអញ្ចឹងសម្រាប់ការកំណត់នៅអតិថិជនថាតើព្រោះធម្មតាយើងអត់អាចនៅក្នុងអាជីវកម្មមួយគឺយើងអត់អាចថាគ្រប់អតិថិជនគ្រប់មនុស្សទាំងអស់គឺជាអតិថិជនរបស់យើងឯងព្រោះយើងមានភាពពិសេសនៃផលិតផលរបស់យើងដូច្នេះយើងក្នុងនាមយើងជាម្ចាស់អាជីវកម្មយើងត្រូវដឹងថានរណាជាគោលដៅនៃអតិថិជនរបស់យើងចានរណាគេដែលនឹងប្រើផលិតផលរបស់យើងអញ្ចឹងវាអាចតកតងជាមួយនឹងប្រភេទនៃអតិថិជនអាចនិយាយពីអាយុរបស់គាត់នៅក្នុងកម្រិតអាយុកម្រិតណាឧទាហរណ៍ថាយើងផ្ដោតទៅលើយុវជនចាឬក៏យើងផ្ដោតទៅលើមនុស្សចាស់ឬក៏យើងផ្ដោតទៅលើស្ត្រីអីជាដើមចាអញ្ចឹងយើងដឹងពីប្រភេទអតិថិជនរបស់យើងហើយមួយទៀតគឺតកតងជាមួយនឹងអរិយាប័ត្រនៅក្នុងការដែលគាត់ទិញប្រើប្រាស់ទំនិញនឹងផងដែរហើយក៏ដូចជាតកតងជាមួយនឹងទីតាំងដែលយើងចាត់ទុកថានេះគឺជាគោលដៅនៃអតិថិជនរបស់យើងដែរចាអញ្ចឹងចំណុចទាំងអស់ហ្នឹងគឺជាអីមួយដែលយើងអាចដឹងនៅពេលដែលយើងកំណត់ពីអតិថិជនហើយសម្រាប់វិធីសាស្ត្រគឺយើងអាចធ្វើការស្ទង់មតិឬក៏យើងអាចប្រមូលព័ត៌មានមុនពេលដែលយើងចាប់ផ្ដើមអាជីវកម្មរបស់យើងអញ្ចឹងសម្រាប់ចូលដល់ចំណុចទី2គឺការស្វែងយល់ពីគុណតម្លៃនៃអាជីវកម្មអញ្ចឹងសម្រាប់ចំណុចនេះវាអាចនិយាយថាជាចំណុចមួយដែលសំខាន់ខ្លាំងនៅក្នុងដំណើរការនៃការបើកអាជីវកម្មរបស់យើងដំបូងព្រោះតកតងជាមួយនឹងភាពពិសេសភាព unique នៃផលិតផលរបស់យើងគឺវាត្រូវតែខុសពីផលិតផលផ្សេងឬក៏ខុសពីដៃគូប្រកួតប្រជែងរបស់យើងអញ្ចឹងយើងត្រូវដឹងថាអីទៅជាចំណុចខ្លាំងរបស់យើងដែលផលិតផលរបស់យើងនឹងដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់របស់យើងបានចាអញ្ចឹងអានឹងគឺវាសំខាន់ដែលវាបែងចែកវាផ្ដល់នៅភាពពិសេសនៃផលិតផលរបស់យើងដែលខុសប្លែកពីផលិតផលរបស់អ្នកដទៃចាអញ្ចឹងវានាំឲ្យមានកំណើននៅក្នុងការលក់ចាអញ្ចឹងយើងអាចទទួលបានប្រាក់ចំណូលផងដែរហើយយើងនឹងអាចទទួលបាននៅការពេញចិត្តរយៈពេលយូរព្រោះធម្មតាយើងអាចផលិតផលនឹងមួយឬក៏លក់ផលិតផលនឹងមួយក្នុងរយៈពេលខ្លី1ឆ្នាំឬក៏កន្លះឆ្នាំបាននេះគឺយើងចង់ឲ្យវាយូរអង្វែងទៅមុខទៀតអញ្ចឹងដើម្បីឲ្យសម្រេចបានគឺយើងត្រូវដឹងថាតើផលិតផលរបស់យើងនឹងវាមានចំណុចអីគេដែលតាក់ចិត្តគេដែលគេទិញយើងហើយគេនឹងត្រឡប់មករកយើងរហូតអញ្ចឹងចាចឹងដល់មួយចំណុចទី3មុនពេលដែលយើងសម្រេចចិត្តថាបើកអាជីវកម្មនឹងមួយយើងត្រូវដឹងថាតើយើងផ្សព្វផ្សាយផលិតផលរបស់យើងនឹងនៅកន្លែងណាយើងលក់នៅកន្លែងណាចាហើយយើងប្រើវិធីសាស្ត្រអីគេនៅក្នុងការផ្សព្វផ្សាយផលិតផលរបស់យើងដើម្បីឲ្យទៅដល់អតិថិជនគោលដៅរបស់យើងព្រោះអានឹងវាភ្ជាប់ជាមួយនឹងចំណុចទី1ដែរដែលយើងនិយាយថាយើងត្រូវដឹងថាតើអតិថិជនរបស់យើងគាត់ជាណាគេគាត់នៅណាអញ្ចឹងនៅពេលដែលយើងដឹងទាំងអស់ហ្នឹងហើយគឺយើងអាចកំណត់នៅប្រព័ន្ធផ្សព្វផ្សាយឬក៏កន្លែងដែលយើងនឹងទៅលក់ហ្នឹងដើម្បីឲ្យទៅដល់គោលដៅទៅដល់អតិថិជនគោលដៅរបស់យើងហ្នឹងចាសម្រាប់ចំណុចទី4គឺយើងត្រូវដឹងពីវិធីសាស្ត្រក្នុងការរក្សាទំនាក់ទំនងជាមួយអតិថិជនយើងអាចជាគោលដៅហ្មងគឺយើងចង់បានឲ្យអតិថិជន
ចាស់គាត់នៅតែមកទិញផលិតផលរបស់យើងហើយក៏មានការផ្សព្វផ្សាយទៅដល់អតិថិជនថ្មីបន្តទៀតដែរចាអញ្ចឹងយើងត្រូវមានវិធីសាស្ត្រនៅក្នុងការរក្សាអតិថិជនរបស់យើងហើយជំរាបទី5គឺតកតងជាមួយនឹងការកំណត់ប្រភពចំណូលផងដែរចាអញ្ចឹងកន្លែងហ្នឹងក៏វាមានសារៈសំខាន់នៅក្នុងនាមយើងជាម្ចាស់អាជីវកម្មយើងត្រូវដឹងពីថាតើប្រភពចំណូលនៃអាជីវកម្មរបស់យើងហ្នឹងមានតាមរយៈណាខ្លះឧទាហរណ៍ចំណូលរបស់យើងតាមរយៈការលក់តំណែងឬក៏ផ្ដល់សេវាកម្មអញ្ចឹងទៅចាអញ្ចឹងសម្រាប់ចំណុចមួយទៀតទី6គឺមានតកតងជាមួយនឹងធនធានរបស់យើងដែលយើងអាចប្រើប្រាស់នៅក្នុងដំណើរការអាជីវកម្មរបស់យើងអញ្ចឹងឧទាហរណ៍ជាក់ស្ដែងដូចជាព្រោះធម្មតានៅពេលដែលយើងបើកអាជីវកម្មមួយគឺយើងត្រូវមានអ្នកមនុស្សត្រូវអត់យើងមានធនធានមនុស្សយើងមានថវិកាយើងមានសម្ភារៈឬក៏ឧបករណ៍ផ្សេងៗចឹងទៅអញ្ចឹងយើងត្រូវកំណត់ឲ្យច្បាស់នៅធនធានទាំងអស់ហ្នឹងទៅហើយយើងត្រូវបែងគ្រប់គ្រងវាឲ្យបានល្អនៅធនធានដែលយើងមានហ្នឹងកុំឲ្យមានការខ្ជះខ្ជាយជាដើមចា៎អញ្ចឹងសម្រាប់ចំណុចទី7គឺតកតងជាមួយនឹងសកម្មភាពសំខាន់ៗនៅក្នុងអាជីវកម្មរបស់យើងគឺអ្នកទាំងអស់គ្នាត្រូវស្វែងយល់ថាមុននឹងចាប់ផ្ដើមឬក៏ដំណើរការអាជីវកម្មហ្នឹងអ្នកទាំងអស់គ្នាត្រូវមានសកម្មភាពអ្វីខ្លះចាអញ្ចឹងឧទាហរណ៍ថាទី1យើងត្រូវទិញសម្ភារៈចូលចាបន្ទាប់មកយើងត្រូវធ្វើការសាងសង់តូបឬក៏សាងសង់កន្លែងអញ្ចឹងទៅហើយយើងត្រូវដឹងថានៅពេលដែលណាគេជាអ្នកផ្គត់ផ្គង់ផលិតផលនឹងឲ្យយើងនៅពេលដែលយើងអស់តំណែងយើងទៅរកទិញនៅណាដែលមានតម្លៃធូរថ្លៃអញ្ចឹងទៅអញ្ចឹងទាំងអស់ហ្នឹងគឺយើងត្រូវគិតទុកមុនហើយចាយើងអាចថាតើតាយើងចាប់ដើមឲ្យមិនយើងគិតទេព្រោះអញ្ចឹងវាមិនមែនជារឿងត្រឹមត្រូវឬក៏អាចថាជារឿងល្អសម្រាប់ការដំណើរការអាជីវកម្មរបស់យើងបានល្អទេចាអញ្ចឹងសម្រាប់ទី8យើងត្រូវរកដៃគូសហការអាជីវកម្មរបស់យើងដែរចាអញ្ចឹងយើងព្យាយាមស្វែងយល់ថាតើនរណាដែលអាចសហការជាមួយយើងបានដើម្បីឲ្យការដំណើរការអាជីវកម្មរបស់យើងហ្នឹងគឺរីកចម្រើនអញ្ចឹងឧទាហរណ៍ថាបើសិនបើយើងលក់បន្លែនៅផ្សារអញ្ចឹងថាតើណាគេជាដៃគូណាគេជាឈ្មួញរបស់យើងដែលអាចយកបន្លែឲ្យយើងទៅលក់បន្តអញ្ចឹងណាចាអញ្ចឹងអានឹងគ្រាន់តែជាឧទាហរណ៍មួយសាមញ្ញទេដែលអ្នកនរគ្នាអាចគិតបានអញ្ចឹងសម្រាប់ប្រភេទអាជីវកម្មផ្សេងទៀតគឺដូចគ្នាថាតើណាគេដែលពាក់ព័ន្ធណាគេដែលពាក់ព័ន្ធជាមួយនឹងយើងដែលយើងអាចសហការមួយគាត់បានដើម្បីឲ្យអាជីវកម្មរបស់យើងវាកាន់តែទៅមុខចារលូនអញ្ចឹងសម្រាប់ចំណុចទី9តកតងជាមួយនឹងប្រភពចំណាយវិញមុនហ្នឹងយើងបាននិយាយពីប្រភពចំណូលចាអញ្ចឹងយើងដឹងថាយើងមានចំណូលពីការលក់បន្លែឬក៏អីចឹងទៅតែសម្រាប់ប្រភពចំណាយរបស់យើងក៏ដូចគ្នាដែរវាសំខាន់ដូចគ្នាអញ្ចឹងយើងត្រូវកំណត់ឲ្យបានច្បាស់ថាតើថ្ងៃហ្នឹងយើងចំណាយទៅលើអីខ្លះចាអញ្ចឹងការចំណាយវាមានសារៈសំខាន់បើសិនជាយើងធ្វើការកំណត់ក្នុងការគ្រប់គ្រងវាឲ្យបានល្អចាវានឹងធ្វើឲ្យយើងទទួលបាននៅប្រាក់ចំណេញចាទទួលបានប្រាក់ចំណេញខ្ពស់ដែរចាបើសិនជាយើងអាចគ្រប់គ្រងការចំណាយរបស់យើងបានល្អអញ្ចឹងណាអញ្ចឹងឧទាហរណ៍ជាក់ស្ដែងមួយថាបើសិនបើអ្នកបើកហាងកាហ្វេលក្ខណៈគ្រួសារនៅផ្ទះចុះអញ្ចឹងអ្នកអាចនឹងចំណាយទៅលើចាថ្លៃដើមមានន័យថាយើងទិញកាហ្វេគ្រាប់កាហ្វេយកមកឆុងហ្នឹងហើយបន្ទាប់មកយើងអាចនឹងចំណាយទៅលើភ្លើងអគ្គិសនីត្រូវដើម្បីឲ្យយើងអាចប្រើឆុងកាហ្វេបានចាបន្ទាប់មកយើងចំណាយទៅលើទឹកចាអញ្ចឹងទាំងអស់ហ្នឹងគឺសិតតែជាថ្លៃចំណាយរបស់យើងហើយដែលយើងបើសិនជាយើងមានបុគ្គលិកទៀតនឹងយើងត្រូវចំណាយទៅលើកម្លាំងពលកម្មទៀតចាអញ្ចឹងទាំងអស់ហ្នឹងគឺជាចំណាយដែលយើងត្រូវដឹងដូចគ្នាហើយយើងត្រូវគ្រប់គ្រងវាបានល្អយើងមាន note យើងមានការកត់ត្រាអីចឹងទៅចាអញ្ចឹងសរុបមកចំណុចទាំង9ហ្នឹងខាងលើនៃគម្រោងអាជីវកម្មនឹងជួយឲ្យអ្នកបើកអាជីវកម្មនិងដំណើរការអាជីវកម្មរបស់អ្នកបានប្រសើរចា